ចេញមកទៀតហើយបងប្អូនថ្ងៃនេះមកអួតបន្លែប្លុកនៅជាការលុកឪពុកទៀតហើយចានេះគឺថាជែកចិត្តបានញ៉ាំហើយបងប្អូនចាហើយនេះតងលពៅខានមកកាត់យូរហើយបងប្អូនយីវាត្រួយចេញមកបន្តទៀតហើយខានមករយៈនេះខានកាត់រៀងយូរដែរចឹងឥឡូវថ្ងៃនេះមកសងសឹកនឹងឲ្យកាត់តងលពៅយកឆាប្រេងខ្យងឲ្យកូនពៅញ៉ាំទៀតនឹងហើយអ្នកបងប្អូនអ្នកមើលហើយស្វាយប៉ាខ្ញុំនេះស្វាយនេះគឺគាត់ទំដាំទេមានណាផ្លែលើកទី2និងដើមថ្មីនេះអាទុយនេះទឹមតាផ្លែទេនេះលើកទី1ខាងនេះហើយបងប្អូនហើយអ្នកបន្លែផ្អែមវិញកាន់តាបេះកាន់តាកាត់និយាយពីកាន់តាលាស់ល្អមែនទេហើយនោះស្លឹកកភ្លូត្រូវណាស់បងប្អូនបាញ់ឆាវហើយស្លឹកកភ្លូនោះក៏ខ្ញុំកាត់ដែរកាត់ឲ្យមីងគាត់លក់បាញ់ឆាវនៅសំបសល់ដល់ចឹងកាត់ឲ្យគាត់ឲ្យតែពេលចេញមកកាត់យកផ្ញើគាត់ហើយបងប្អូននេះពីមុនវិញរៀលល្អណាស់បងប្អូនគុលចក្រីអីនេះនិយាយពីរៀលពេញហ្នឹងទាំងអស់លឹកតយលឹកអីហ្នឹងរកកន្លែងដាំអីផ្សេងគ្មានបានទេរៀលពេញតែដីហ្នឹងហើយនេះបន្លែប្លុកដែលខ្ញុំកាត់មកបន្តិចបន្តិចណាបងប្អូនតែតងលពៅកាត់មកអស់ហើយអត់ទុកទេព្រោះវាចេញទៀតហើយតងលពៅនេះនាងខ្ញុំឆាប្រេងខ្យងហើយបងប្អូនហ្នឹងហើយងាយមែនតើហើយកូនពៅហើយកូនបងខ្ញុំនឹងជាបញ្ចូលចិត្តណាស់ចាហើយស្វាយវិញគឺថាបុកជាមួយត្រីអាំងអាត្រីអាំងយើងញ៉ាំអត់អស់ហ្នឹងបងប្អូនអង្គុយបេះយកតែសាច់មកបុកទៅរួចមកពេលហើយនិយាយទៅពីមុខនេះមកពេលគឺថាញ៉ាំបបោណាបងប្អូនហើយសម្រាប់ឆាប្រេងខ្យងតងលពៅនាងខ្ញុំនេះបងប្អូនខ្ញុំលាយទឹកសោះអីរួចរាល់ហើយយើងមិនលីងតែខ្ទឹមសទៅឲ្យមើលថារៀងឈ្ងុយយើងចាក់ទឹកសោះចូលកូរឲ្យថែមទឹកយើងបន្តិចចូលទៅចាហើយឲ្យមកល្មមទៅកុំប្រៃកុំផ្អែមចារួចហើយក៏យើងចាក់តងលពៅដែលយើងលាងស្អាតហ្នឹងចាក់ចូលហើយយើងបិទភ្លើងបងប្អូនកុំឲ្យវារលួយវានៅឆប់អូយនិយាយពីកូនពៅខ្ញុំលើងាកឡើងបងប្អូននិយាយពីញ៉ាំនោះញ៉ាំហើយបើថាឆាតកួនប្រេងខ្យងអញ្ចឹងដែរយើងស្រស់តកួនហ្នឹងបន្តិចសិនក៏បានដែរបងប្អូនបើយើងធ្វើទឹកសោះហ្នឹងងាយស្រួលកុំឲ្យវាលួយខ្លាំងពេកហើយនេះបងប្អូនថ្ងៃនេះបានមកហូបពីមុខនឹងឯងចាគឺថាឆាតងលពៅនិងបុកស្វាយចាអរគុណច្រើន